ខ្ញុំកាលណាខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមជម្រាបសួរដល់ប្រជាពលរដ្ឋខ្មែរជនរួមឈាមខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទថ្ងៃនេះគឺជាคลิปទី4បន្ទាប់ពីអក្ខានផ្សាយរបស់ខ្ញុំបាទឡាយសម្រងរយៈពេល2ថ្ងៃកន្លងនេះដោយសារតែមូលហេតុពេកឡាយសម្រងរបស់ខ្ញុំបាទគឺត្រូវបានគេ report បានន័យថាពួកអ្នកដែលប្រព្រឹត្តអំពើអយុត្តិធម៌សង្គមអំពើផ្ដាច់ការនៅប្រទេសកម្ពុជាភ័យខ្លាចចំពោះការលាតត្រដាងនៅការពិតនៅអំពើអយុត្តិធម៌ក្នុងសង្គមរបស់ខ្ញុំបាទទើបប្រើប្រាស់ក្រុមពីលរបស់គេមក report page របស់ខ្ញុំតែមួយថ្ងៃគឺ Facebook មិនអាចអនុញ្ញាតឲ្យដំណើរការរយៈពេល2ខែខ្ញុំមើលខ្លឹមសារដែលគេ report ហ្នឹងគេថាយើងប្រឆាំងនឹងរើសអើងសហគមន៍ដោយសារតែប្រើពាក្យថាអំពើអយុត្តិធម៌នៅក្នុងសង្គមកម្ពុជាការពិតនោះតើប្រជាពលរដ្ឋខ្មែរបានជ្រាបហើយតើប្រជាពលរដ្ឋយើងរាល់ថ្ងៃនេះរស់នៅក្នុងសង្គមទទួលនឹងការរើសអើងបែបណាខ្ញុំកណាខ្ញុំសូមបញ្ជាក់ផងដែរថា page CN Channel News នេះកន្លងមកខ្ញុំកាលណាខ្ញុំបានប្រគល់ឲ្យទៅចលនាខ្មែរសាធារណរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយនៅគោលការណ៍និងខ្លឹមសារគោលនយោបាយប្រជាធិបតេយ្យក៏ប៉ុន្តែដោយសារតែ page របស់ខ្ញុំកណាខ្ញុំឡាយសម្រងខូចខ្ញុំកាលណាខ្ញុំក៏ស្នើសុំយក page ដែលមាន verify និងបានចុះបញ្ជីជាផ្លូវការពេញលេញនៅជាមួយនឹងមេតាក្រុមហ៊ុនមេតា Facebook ហើយដែលគេពិបាកនៅក្នុងការ hack ចូលធ្វើ report បានដូច្នេះថ្ងៃនេះខ្ញុំកាលណាខ្ញុំនឹងធ្វើការផ្សាយបន្តទៀតងើបឡើងធ្វើដំណើរតទៅទៀតអំពើអយុត្តិធម៌នឹងមិនឈ្នះអំពើយុត្តិធម៌បានទេខ្ញុំកាលណាខ្ញុំក៏សូមក្រាបថ្វាយបង្គំបញ្ជាក់ជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថាថ្មីនេះគឺការវាយប្រហារមកលើខ្ញុំកាលណាខ្ញុំយ៉ាងអយុត្តិធម៌អំពីជនពីលដែលជាឆ្កែបំរើនៃសង្គមផ្ដាច់ការមួយនោះឥឡូវនេះគឺកម្ពុជាបានទៅដល់ខ្លួនវិញហើយដូចបងប្អូនបានជ្រាបហើយនៅ